ហើយខ្ញុំចង់ឲ្យបានមានគណៈបកច្រើនពីព្រោះគណៈបកនីមួយៗគេមានឆន្ទៈបំរើជាតិហើយម្នាក់ជឿជាក់ថាខ្លួនមានសមត្ថភាពប៉ុន្តែដល់មួយរយៈដល់យើងឃើញថាយើងខ្វះនេះយើងខ្វះនោះពេលនោះយើងរួបរวมគ្នាហើយប៉ុន្តែមិនមែនរួបរวมគ្នាដើម្បីឈ្នះឆ្នោតទេរួបរวมគ្នាដើម្បីយកជោគជ័យពីព្រោះជាបរិបទដើម្បីបំរើជាបរិបទហើយជាបរិបទចង់បានយុត្តិធម៌សេរីភាពហើយនឹងមានការផ្លាស់ប្ដូរនយោបាយមួយថ្មីសម្រាប់អនាគត Okay, you say that many parties that they have their own, like political platform, right? So maybe they try to serve the people. So I think that as many people will understand and they will choose, and we will, like strengthen our country, like to love democracy, to respect, to understand and like love justice. So the people will choose. So competition is good. ចឹងការប្រកួតប្រជែងគឺល្អខ្ញុំយល់ចិត្តថាមានគណៈបកច្រើនបញ្ចេញយោបល់របស់ខ្លួនបញ្ចេញសមត្ថភាពរបស់ខ្លួនហើយរួចទៅយើងអាចរួបរวมគ្នាបានបើយើងមិនបញ្ចេញយើងមិនប្រកួតប្រជែងយើងអត់ស្គាល់គ្នាថាអ្នកណាចង់បានអីទេពេលនោះឯងដែលយើងដឹងថាអ្នកណាចង់បានអីអ្នកណាដែលមានគំនិតដូចគ្នាយើងអាចចូលរួមជាមួយគ្នា Okay, so at last why because many party when they have their own political platform. So it means that every party they can serve the people. So we can see that which party that do the best thing, do the best effort for the people. So we can come together and join together. Okay. And two last question. Yeah. Why does he have an American flag? And second, in American politics there are only two main parties. Yeah. Would he follow the American? Because Cambodia is working on a very American way now, yeah. with two big parties. Okay. គាត់ជិះរៀបសួរលោកប្រធានថាហេតុអីបានលោកប្រធានមានទង់ជាតិអាមេរិកហើយតើលោកប្រធានយល់ថានៅសហរដ្ឋអាមេរិកគេអនុវត្តគឺមានលទ្ធិគេហៅថាគណៈបកទី2ប៉ុណ្ណោះតើលោកប្រធានអាចយក model របស់អាមេរិកឬក៏យ៉ាងម៉េចដែរខ្ញុំមិនអាចយកគំរូពីសហរដ្ឋអាមេរិកទាំងអស់ទេប៉ុន្តែខ្ញុំយកបុគ្គលម្នាក់ដែលខ្ញុំយកជាគំរូជាគ្រូបាត់ឈាយរបស់ខ្ញុំគឺ George Washington គឺគាត់បុគ្គលម្នាក់ដែលសុខចិត្តលះបង់ពីអំណាចដើម្បីឲ្យអ្នកថ្មីផ្សេងទៀតគ្រប់គ្រងហើយគាត់អ្នកការពារសេរីភាពសម្រាប់អ្នកទុនខ្សោយខ្ញុំយក George Washington ជាគំរូហើយមានមួយទៀតទី2ដែលខ្ញុំយកគំរូដែរគឺNelson Mandela សុទ្ធសឹងជាអ្នកសុខចិត្តចេញពីអំណាចផ្ដល់សេរីភាពដល់ប្រជាពលរដ្ឋហើយជួយសង្គមអ្នកទុកខ្សោយអានោះជាគ្រូបាត់ជ័យរបស់ខ្ញុំ So yeah briefly I would like to say that I do not follow completely American model but my master like my teacher is George Washington and Nelson Mandela why because this prominent leader they left I mean that they abandon their power for the people they do not like continue and leader like that ហើយខ្ញុំក៏ចង់ធ្វើsymbol មិត្តរូបមួយនៅស្រុកខ្មែរគឺធ្វើដើម្បីជាបរិបទហើយលះបង់អំណាចជូនអ្នកផ្សេងៗទៀត Okay so I would like to be a symbol for the Cambodian like I do not love power but I will abandon my power to the people Okay អញ្ចឹងបានខ្ញុំបានប្រកាសជំរាបបងប្អូនជាសាធារណៈខ្ញុំបោះឆ្នោតនឹងមិនមែនចង់បានកៅអីទេបើសិនជាខ្ញុំអត់បាន50បូក1ខ្ញុំនឹងដកខ្លួនចេញខ្ញុំនឹងទុកគណៈបកនឹងហើយនឹងកៅអីដែលខ្ញុំបានទាំងអស់នឹងទៅឲ្យក្មេងៗហើយឲ្យអ្នកថ្មីគ្រប់គ្រងតទៅទៀតជំរាបសួរមកទៀតចង់និយាយថាបើសិនអត់បាន50បូក1ទេបើសិនជាខ្ញុំអត់ឈ្នះ50បូក1ទេខ្ញុំនឹងដកខ្លួនចេញហើយខ្ញុំទុកគណៈបកនឹងជូនទៅដល់ក្មេងៗហើយអ្នកមានកម្រិតថ្មីគ្រប់គ្រងតទៅទៀតមិនមែនរំលាយចោលទេសូមអត់មែនរំលាយចោលទេហើយដូច្នេះគឺខ្ញុំធ្វើនឹងមិនមែនចង់បានកៅអីទេ so after the new election if
my party not win 50 plus 1, so I mean that maybe I will give this party to the new, young generation. Yeah, okay. To do what? Yeah, maybe they had a new concept, new idea. They can do what? ខ្ញុំមិនមែនធ្វើនឹងដើម្បីកៅអីទេ Yeah, because I do not do this for my seat, for seat, in assembly. Okay. ហើយយកឈ្នះហើយខ្ញុំជឿជាក់ថានឹងបានឈ្នះមិនមែនខ្ញុំចង់ឈ្នះនឹងឈ្នះទេអ្វីដែលខ្ញុំជឿជាក់ថាខ្ញុំអាចឈ្នះបានពីព្រោះខ្ញុំបំរើឆន្ទៈជាបរិបទហើយជាបរិបទចង់បានការផ្លាស់ប្ដូរ Okay, so I strongly believe that I will win. Okay, I win for the people that they want to change. Yeah. Okay. Yeah. I think that's all my questions. Does he have anything else to say? Okay, បាទអស់សំណួរហើយតែលោកគិនមានអីផ្សេងទៀតបន្ថែម ខ្ញុំអរគុណ magazine Globe លោក Okay thank you so much Okay. to see you បានឆ្លើយទៅសំណួរហើយបានបំភ្លឺពេលណាដែលខ្ញុំនិយាយថាខ្ញុំគណៈបកថ្មីហើយខ្ញុំនឹងយកជោគជ័យអ្នកទាំងអស់គ្នាសើចក្នុងន័យថាដូចមានអារម្មណ៍មួយចំអកឲ្យខ្ញុំចឹងអ្នកណាអាចឈ្នះគណៈបកប្រជាជនប៉ុន្តែខ្ញុំមានសំណួរសួរថាតាំងពីឆ្នាំ1993បោះឆ្នោតមានជោគជ័យម្ដងតាំងពីនោះមកមិនដែលអ្នកណាហ៊ានប្រកួតប្រជែងពិតប្រាកដជាមួយគណៈបកប្រជាជនទេច្រើនតែផ្ដួលចង់បានអំណាចចង់បានសៅមាត់ហើយដូច្នេះអត់ទាន់លោកហ៊ុនសែនអត់ទាន់ហ្វាយប្រកួតប្រជែងជាមួយគណៈបកណាមួយដែលគេប្រាជ្ញាចិត្តចង់បានការផ្ដោតអត់ទាន់មានទេហើយខ្ញុំថាលើកទី1ហើយដែលខ្ញុំធ្វើ Okay, so if you see the history of the election from 1993, so most of the party like you do not stand against with the Hun Sen, like strongly. So I think that this time, so my party will be like a competitor, strong competitor with the CPP and with Hun Sen. ហើយខ្ញុំប្រកួតជាមួយគណៈបកប្រជាជនដែលធំខ្ញុំថាធំនឹងធំតែខ្លួនទេណាអត់មានអីច្បាស់លាស់ដើម្បីដឹកនាំជាតិទេព្រោះនឹងឯងដែលជាចំណុចខ្សោយរបស់គណៈបកប្រជាជនហើយខ្ញុំតតាំងជាមួយខ្ញុំអត់ធ្វើបាតកម្មទេខ្ញុំអត់មានប្រើអាវុធទេខ្ញុំប្រើច្បាប់សិទ្ធិសេរីភាពហើយខ្ញុំបង្រើឆន្ទៈជាបរិបទអ្វីដែលជាបរិបទចង់បានហើយខ្ញុំបដិសេធរឿងហិង្សាកាប់ចាក់ខ្ញុំអត់ប្រើទេ So I feel somebody will mock to me like how can I win the election against the Hun Sen, but why? Because I think that for my party I will not use violence, I will not use weapon, but I will use the law. I will like to show the people will show that the democracy demonstration so will win over Hun Sen. Like CPP is a big party but it's just a picture, but not so. I mean, yeah. ហើយចុងក្រោយខ្ញុំសូមបញ្ជាក់ថានៅក្នុងការបោះឆ្នោតអាណត្តិទី6ហ្នឹងមិនត្រឹមថាលោកទេលោក David បាទហើយនឹងទាំងអស់គ្នាគឺមកពិភពលោកនឹងមាន good surprise good surprise នឹងមានការភ្ញាក់ផ្អើលមួយ positive គឺអ្នកដែលស្រឡាញ់ច្បាប់អ្នកដែលស្រឡាញ់យុត្តិធម៌នឹងមានជោគជ័យ Okay, so I mean that so in the term 6 of the national election, so you will be surprised, not only you but maybe the people around the world they will see I will get the winning election, right? អ្នកដែលស្រឡាញ់ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យអ្នកដែលស្រឡាញ់យុត្តិធម៌ love justice នឹងមានជោគជ័យក្នុងការផ្លាស់ប្ដូរ get win because they had a new change. Okay, I wish you good luck. Okay, សូមជូនពរលោកប្រធានឲ្យបានជោគជ័យ អរគុណច្រើន អរគុណលោកប្រធានបាទ Would it be possible for me